អារនសុស្ដីម៉ែបាទសុស្ដីបាទនេះសួស្ដីឆ្នាំថ្មីបាទអញ្ចឹងពិធីបុណ្យចូលឆ្នាំខ្មែរគៀកមកដល់ហើយជាប្រពៃណីបាទពយូរលងមកហើយចំណែកឯខ្ញុំជាប្រជាពលរដ្ឋកម្ពុជាបាទសប្បាយចិត្តណាស់ឲ្យតែគៀកដល់ចូលឆ្នាំខ្មែរព្រោះដើរលេងសប្បាយជួបជុំពុកម៉ែបងប្អូនបាទគឺជាវិស្សមការមួយដែលមិនអាចបំភ្លេចបានដោយសារអីជួបជុំគ្រួសារបាទដើរលេងកម្សាន្តគ្រប់ទីកន្លែងគ្រប់ខេត្តទាំងអស់រាជធានីភ្នំពេញគឺមនុស្សកកកមានតែស្នាមញញឹមនិងភាពស្រស់ស្អាតបាទអញ្ចឹងបាំងតែមួយខែទៀតទេហើយមានសំណួរអីទេថ្ងៃនេះមានភ្ញៀវគាត់ខមមិនសួរថាប៉ះសិនបើប្រេងសាំងឡើងថ្លៃ$100ហើមតើកត្តាដែលធ្វើឲ្យមានឡើងគឺមានច្រើនឬក៏តិចដែរមែនបាទតកតងនឹងប្រេងនៅពេលបច្ចុប្បន្ននេះគឺអូតូម៉ាទិកដឹងតឡើងហើយបាទដោយសារតែនៅមជ្ឈមបពាបាទមានភាពតានតឹងបាទបាញ់គ្នាហើយជាពិសេសបាទរៀលដាលពីប្រទេសមួយទៅប្រទេសមួយឥឡូវនេះគឺសង្គ្រាមរៀលដាលដល់12ប្រទេសហើយរាល់ការបាទផ្ញើប្រេងពីតំបន់ពីអេរ៉ុនមកប្រទេសផ្សេងគឺអត់បានទេដោយសារតែសមុទ្រហាម៉ាស់ហ្នឹងគឺប្លុកជាប់តែម្ដងមានកប៉ាល់ជាច្រើនបាទលើស3000កប៉ាល់ដែលមិនអាចបាទនាំប្រេងមក support ទៅលើជួយទៅដល់ពិភពលោកដែលធ្លាប់លក់ឲ្យចិនឲ្យឥណ្ឌាឲ្យអីហ្នឹងគឺកាត់បន្ថយច្រើនមែនតើបាទអញ្ចឹងសាំងដឹងថាអូតូម៉ាទិកឡើងថ្លៃហើយតាកតងនឹងលុយដុល្លារកាលណាតាគេយកលុយដុល្លារទៅទិញប្រេងច្រើនក៏ធ្វើឲ្យលុយដុល្លារហ្នឹងមានខ្សត់ដែរបាទខ្សត់អញ្ចឹងអាចលុយដុល្លារអាចរៀងហើរបន្តិចបាទហើយអ្វីដែលសំខាន់នៅពេលនេះគឺយើងឃើញថារបាយការណ៍ការងារនៅសហរដ្ឋអាមេរិកបានធ្វើឲ្យប្រជាពលរដ្ឋនឹងអត់ការងារធ្វើច្រើនហើយជាពិសេសមានន័យថាសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះគឺសេដ្ឋកិច្ចអត់សូវល្អទេមានការធ្លាក់ចុះបន្តិចអញ្ចឹងរុញឲ្យកត្តាសំខាន់ហ្នឹងធ្វើឲ្យលុយដុល្លារមានការធ្លាក់ចុះតម្លៃមាសមានឱកាសក្នុងការឡើងនៅសប្តាហ៍ក្រោយនេះបាទពីច័ន្ទដល់អង្គារហ្នឹងហើយមានអីបន្ថែមទេបើថាឲ្យថាមាសចុះគឺអត់ចុះទេបងប្អូនបាទអត់ចុះទេវាអាចនឹងត្រឹងឬក៏អាចឡើងបន្តិចបន្តួចបាទមានអីបន្ថែមទៀតទេមកចា៎មេសម្រាប់ខ្ញុំចង់សួរមេថាតើមានកត្តាសំខាន់អ្វីខ្លះដែលធ្វើឲ្យមេជំរុញឲ្យប្រជាជនទិញមាសទុកមេខ្ញុំតែងតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាយើងទិញមាសទុកឥឡូវយើងសំណួរនេះគឺល្អណាស់បងប្អូនត្រូវដឹងថាពេលដែលយើងទិញឡានភាគច្រើនធ្លាក់ value បាទពេលដែលយើងយកលុយទៅផ្ញើធនាគារនៅពេលបច្ចុប្បន្ននេះមិនថាសហរដ្ឋអាមេរិកពេលឬក៏កម្ពុជាយើងទេមានការភាគច្រើនបាត់ភាគច្រើនក៏ធនាគារមួយចំនួនមានបញ្ហាដែរអញ្ចឹងវារៀងហានិភ័យហើយបើតាក់ទងនឹងសេដ្ឋកិច្ចបងប្អូនដឹងស្រាប់ហើយជាសេដ្ឋកិច្ចជាសកលគឺសេដ្ឋកិច្ចអត់ល្អទេមិនមានប្រទេសណានៅលើពិភពលោកថាសេដ្ឋកិច្ចល្អទេបាទសុទ្ធតែមានបញ្ហាទាំងអស់អញ្ចឹងកត្តាដែលជំរុញឲ្យខ្ញុំប្រាប់ប្រជាពលរដ្ឋឲ្យទិញមាសទុកហ្នឹងគឺកន្លែងហ្នឹងបងប្អូនដូចរូបខ្ញុំជាក់ស្ដែងបងប្អូនគឺតាំងពីកូវីដមកបើនិយាយពីដីខ្ញុំទិញអត់ក្រោមពី$20 លានទេប៉ុន្តែដីទាំងអស់ហ្នឹងគឺខ្ញុំមិនអាចលក់វិញបាននៅតម្លៃដើមដែលខ្ញុំទិញផងបាទអញ្ចឹងបើសិនជាខ្ញុំមានលុយនៅពេលបច្ចុប្បន្នខ្ញុំអ្នកលក់មាសហើយសួរថាពេលដែលខ្ញុំមកទិញមាសទុកហើយទិញមាសធ្វើគ្រឿងសម្រាប់លក់ឲ្យប្រជាពលរដ្ឋខ្ញុំមានអារម្មណ៍ថាមានការផ្លាស់ប្ដូរច្រើនមែនតើបងប្អូនបាទឥឡូវយើងមើលជាក់ស្ដែងរយៈពេល2ឆ្នាំមុនមាសលក់តែ1គីឡូចន្លោះពី$50,000ទៅ$70,000ក្នុង1គីឡូទេហើយមកដល់ពេលបច្ចុប្បន្ននេះបាទមាសមានការប្រែប្រួលរហូតដល់$7-10,000ជាងក្នុង1គីឡូអញ្ចឹងសួរថាការចំណាយលុយបាទទិញរបស់ប្រើប្រាស់ដែលយើងមិនសូវចាំបាច់បាទដូចខ្ញុំអីយកទៅ invest ទៅលើដីអីហ្នឹងគឺអត់បានចំណេញទេប៉ុន្តែបើខ្ញុំមក invest ទៅលើមាសគឺខ្ញុំចំណេញហើយខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនទិញមាសគឺចំណេញទាំងអស់គ្នាអត់មានពី1ដល់90ទេពី1ដល់100គឺចំណេញទាំងអស់គ្នាប៉ុន្តែបងប្អូនត្រូវមើលពេលវេលាមានន័យថាបើបងប្អូនទិញចង់ចំណេញបងប្អូនទិញរយៈពេលចន្លោះពី6ខែទៅ1ឆ្នាំបើយើងទិញមួយថ្ងៃពីរថ្ងៃមួយអាទិត្យពីរអាទិត្យអីមួយខែពីរខែខ្ញុំគិតថាការទិញមាសរបៀបនេះគឺមានផលវិបាកក្នុងការ
ចំណេញណាប៉ុន្តែបើបងប្អូនថាគ្រាន់តែលេងមាសឡើងចំណេញ1គីឡូ4 5000 3 4000បងប្អូនអាចទិញទៅបានចំណេញចន្លោះ2 3000 4 5000ហ្នឹងប៉ុន្តែបើបងប្អូនទិញហើយចាក់សោក្នុងទូដែកឬក៏ទិញទុកធ្វើជាទ្រព្យរយៈពេលយូរជា6ខែទៅ1ឆ្នាំខ្ញុំ warranty ជូនពុកម៉ែបងប្អូនគឺចំណេញគ្រប់គ្នាបងប្អូនទៅសួរអ្នកលក់មាសនៅប្រទេសកម្ពុជាអ្នកលក់មាសទូទាំងពិភពលោក100នាក់គឺឆ្លើយត្រូវទាំង100នាក់ទិញមាសទុកធ្វើជាទ្រព្យរយៈពេលយូរចាប់ពី1ឆ្នាំឡើងទៅគឺចំណេញទាំងអស់បងប្អូនបាទនៅពេលបច្ចុប្បន្ននេះអញ្ចឹងខ្ញុំឃើញសញ្ញាដែលចំណេញហ្នឹងខ្ញុំជួយឲ្យពុកម៉ែបងប្អូនលើកទឹកចិត្តពុកម៉ែបងប្អូនយកព័ត៌មានគ្រប់ជ្រុងជ្រោយបាទឲ្យពុកម៉ែបងប្អូនស្ដាប់ឲ្យទិញមាសបាទដើម្បីអីជាទ្រព្យដែលមានសុវត្ថិភាពបំផុតហើយមានឱកាសចំណេញច្រើនបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនបាទយល់នៅអ្វីដែលខ្ញុំនិយាយនេះកុំភ្លេចថ្ងៃនេះថ្ងៃពិសេសបាទ8មីនាអញ្ចឹងពុកម៉ែបងប្អូនបាទដែលបរោះបាទជាពិសេសបាទទិញបាទគ្រឿងអលង្ការមាសពេជ្របាទជូនបងប្អូននារីពីព្រោះថ្ងៃនេះគេហៅថា special day women បាទអញ្ចឹងplease come to visit CSNJ yeah we have special discount បាទអញ្ចឹងកុំភ្លេចបាទចូលរួមទាំងអស់គ្នាក្នុងការទិញគ្រឿងអលង្ការមាសពេជ្របាទពីហាងពេជ្រ CSNJ យើងមានការ promotion ដ៏ពិសេស please visit CSNJ thank you